មានមេរៀនបត្រីស័ព្ទបតើកូនស្គាល់ទេកូននេះគឺជាព្យញ្ជនៈអ្វីចានេះគឺជាព្យញ្ជនៈយ៉ហើយយ៉វាជាព្យញ្ជនៈពួកអីកូនចាល្អណាស់យ៉ជាព្យញ្ជនៈពួកអដូច្នេះដើម្បីឲ្យបានសូរគូនឹងវាយើងត្រូវដាក់សម្លាប់ពីរនៅខាងលើយ៉ដើម្បីសង្កត់សូរវាឲ្យទៅជាយ៉ពួកអវិញយ៉យ៉ហើយបន្ទាប់មកកូនចូលរួមអានព្យាង្គនេះជាមួយអ្នកគ្រូយ៉អៃយ៉ៃយ៉អាយ៉ាយ៉អាយ៉ាយ៉អយ៉យ៉អើយ៉ៅយ៉អយ៉ជាធម្មតាយ៉ផ្សំជាមួយនឹងស្រៈតើសញ្ញាមុសិកតនបដូររូបរាងឬអត់កូនចាសញ្ញាមុសិកតនគឺមិនបដូររូបរាងទេប៉ុន្តែប្រសិនបើយ៉ផ្សំជាមួយនឹងស្រៈទាំង6នេះសញ្ញាមុសិកតននឹងបដូរទៅជាអ្វីវិញកូនចាសញ្ញាមុសិកតននឹងបដូរទៅជាបុកជើងវិញឥឡូវដើម្បីឲ្យងាយស្រួលយល់អ្នកគ្រូនឹងឧទាហរណ៍ឲ្យកូនមើលយ៉អេយ៉េកូនឃើញអត់កូនសម្រាប់ពីរបានបដូរទៅជាបុកជើងវិញតើឥឡូវនេះយើងអានព្យាង្គនេះទាំងអស់គ្នាដោយយើងយកយ៉ផ្សំជាមួយនឹងស្រៈទាំង6នេះយ៉អាយ៉ាយ៉អេយ៉េយ៉អាំយ៉ាំយ៉អឺយើយ៉អៃយ៉ៃយ៉អឺយើហើយចំណុចនេះវិញគឺជាការអានពាក្យហើយអ្នកគ្រូអានពាក្យទាំងនេះឲ្យកូនស្ដាប់កូនក៏អាចចូលរួមអានជាមួយអ្នកគ្រូបានដូចគ្នាអាយ៉ៃរយ៉ារយ៉ៃពូយោឆៃយ៉ាំអាយ៉ៃរយ៉ារយ៉ៃរយ៉ៃឆៃយ៉ាំចាបន្ទាប់ពីយើងអានពាក្យចប់ហើយចំណុចចុងក្រោយគឺជាការអានអត្ថបទខ្លីឥឡូវកូននាំគ្នាមើលរូបភាពទាំងអស់គ្នាតើនៅក្នុងរូបភាពនេះពួកគាត់កំពុងតែធ្វើអ្វីដែរចាពួកគាត់កំពុងតែរាំបន្ទាប់ពីកូនមើលរូបភាពរួចហើយឥឡូវកូនមើលចំណងជើងអត្ថបទវិញម្ដងអត្ថបទរបស់យើងគឺមានចំណងជើងថាចៅម៉រំឆៃយ៉ាំតាមរយៈរូបភាពនិងចំណងជើងអត្ថបទរបស់យើងតើកូនអាចទស្សន៍ទាយដឹងទេកូនថាអត្ថបទខ្លីរបស់យើងនិយាយអំពីអ្វីចាកូននាំគ្នាទាយបន្តិចសិនមើលកូនហើយអ្នកគ្រូនឹងប្រាប់កូននៅពេលបន្តិចទៀតកូននាំគ្នាទស្សន៍ទាយរួចហើយតើឥឡូវកូនមើលអត្ថបទពេញរបស់យើងទាំងអស់គ្នាចាំមើលតើមានកូនណាទស្សន៍ទាយបានត្រឹមត្រូវខ្លះតើឥឡូវអ្នកគ្រូនឹងអានឲ្យកូនស្ដាប់ចៅម៉រំឆៃយ៉ាំម៉ែរំអាយ៉ៃចៅម៉រំឆៃយ៉ាំម៉ែថាម៉ពូកែរំឆៃយ៉ាំរយ៉ាចៅម៉យាពូយោកែរយ៉ាចៅម៉ចាបន្ទាប់ពីកូនស្ដាប់អ្នកគ្រូអានរួចហើយតើអំបញ្ញមិញតើមានកូនណាខ្លះទស្សន៍ទាយបានត្រឹមត្រូវចាល្អណាស់ឥឡូវបន្តមកទៀតដល់វេនកូនទាំងអស់គ្នាអានអត្ថបទដោយខ្លួនឯងវិញម្ដងដោយប្រើសៀវភៅជំនួយភាសាខ្មែរថ្នាក់ទី1ភាគ2នៅទំព័រទី11បើសិនជាកូនមានសៀវភៅរៀនសរសេរអក្សរកូនស្វាច់ឆ្លាត អ7 កូនអាចហ្វឹកហាត់បន្ថែមទៀតបានដោយខ្លួនឯងនៅទំព័រទី5